ម៉ូតូ6គ្រឿងត្រូវអាវុធហត្ថរាជធានីភ្នំពេញបន្តបង្ក្រាបយកម្ចាស់ទៅប្រងព្រាននិងអប់រំពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបញ្ចេកទេសនៅយប់ថ្ងៃទី22ឈានចូលថ្ងៃទី23ខែមិនិនាឆ្នាំ2026កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញនិងខណ្ឌច្បារអំពៅបានបន្តការគាត់ខ្លួនម្ចាស់រួមនឹងម៉ូតូ6គ្រឿងដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបញ្ចេកទេសបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់បង្កឲ្យមានការភ័យខ្លាចនិងមានសម្លេងរំខានដល់ប្រជាពលរដ្ឋបាត់បង់សណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវនៅចំណុចផ្លូវលេខ7សង្កាត់ចតុមុខខណ្ឌដូនពេញនិងតំបន់អភិវឌ្ឍកោះនរាស្ថិតនៅភូមិកោះនរាសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញបន្ទាប់ពីបានព្រមាននិងអប់រំណែនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌទួលគោកនិងខណ្ឌច្បារអំពៅបានឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបញ្ចេកទេសបង្កការរំខានដល់សាធារណជនតទៅទៀតចំណែកម៉ូតូ6គ្រឿងបានដកហូតរក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញនិងខណ្ឌច្បារអំពៅ